សួស្តីអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះយើងចង់មករៀនអំពី AI tool ថ្មីដែលបងប្អូនខ្ញុំគាត់ចង់ឲ្យខ្ញុំថតវីដេអូដើម្បីបង្ហាញគាត់ឲ្យចេះអំពី AI coding agent មួយហៅថា Claude Code មកពី Anthropics here អឺចឹងទៅខ្ញុំចង់បង្ហាញClaude Code ហ្នឹងគឺជា AI coding agent ចាត់ទុកថាគាត់ជាអ្នកធ្វើការជាមួយម្នាក់ដែលធ្វើអីគ្រប់ coding អីគ្រប់ដែលធ្វើនៅនឹង terminal ជា command line CLI ហើយមិនដែលទាំងប៉ះGUI អីទេគឺគាត់ធ្វើទៅនៅក្នុង CLI ទេ command line ទេហើយអាហ្នឹងជា tool របស់ក្រុមហ៊ុន Anthropics ហើយដើម្បីបានធ្វើប្រើប្រាស់ tool ហ្នឹងតើតែយើងមាន Claude plan ជា Pro plan ខ្ញុំឥឡូវហ្នឹងខ្ញុំមាន Pro plan ខ្ញុំគឺ Pro plan $7 មួយខែបើបង់មួយឆ្នាំហើយបើបង់មួយខែជាមួយខែទៅមួយខែគឺ$20ក្នុងមួយឆ្នាំហើយមានអា Pro plan ហ្នឹងយើងអាចបង្កើត project នៅ Claude AI ហ្នឹងវាស្តៀងនឹង ChatGPT ដែរប៉ុន្តែខ្ញុំចូលចិត្តអានេះជាងអ្នកដែលគេធ្លាប់ប្រើ ChatGPT ក៏ចូលចិត្ត ChatGPT ក៏អាចប្រើ ChatGPT tool Codex ដែល ChatGPT គេមាន agent AI ឥឡូវហ្នឹងចេញ GPT-5 ដែរហ្នឹងប៉ុន្តែក្នុងថ្ងៃនេះ topic ថ្ងៃហ្នឹងគឺយើងនិយាយអំពី the Claude AI ទេហើយខ្ញុំមាន plan នេះខ្ញុំមាន project ហើយ project ខ្ញុំអាចបង្កើត project ដូចឧទាហរណ៍ខ្ញុំធ្វើឧទាហរណ៍មួយគឺយើងរៀនភាសាខ្មែរជាខ្មែរ language learning app ដែលខ្ញុំអាចធ្វើបានហើយក្នុងហ្នឹងខ្ញុំអាចប្រើ Claude AI ហ្នឹងដើម្បី brainstorm អំពី business plan តើត្រូវធ្វើម៉េចឲ្យវាប្រាប់បង្ហាញយើងមកចេញ plan មកមិនហ្នឹងគឺមានទាំងអស់រួចហើយចេញពី plan ហ្នឹងមកយើងអាចយកឲ្យtool ផ្សេងទៀតដែលអាចជួយយើងដើម្បីបង្កើត web app ឬក៏ mobile app បានមិនបាច់ចាំមានចំណេះដឹងអំពី programming IT អីច្រើនទេឥឡូវហ្នឹងដូចឧទាហរណ៍យើងអាចប្រើ Lovable ដើម្បី build the whole stack full stack ពី front end to back end ដែរហ្នឹងទាំងមូលហ្មងបើមិនចឹងទេបើយើងចេះ coding តិចតួចដែរហ្នឹងយើងអាចប្រើ Claude Code ក្នុង topic ថ្ងៃហ្នឹងគឺ Claude Code ហ្នឹងដើម្បីប្រើយកមកជួយយើងដើម្បីសរសេរ code បានដែរហើយពេលណាអានេះយើងសម្រាប់ brainstorm ហើយ get plan ហើយយើងអាចបើចង់នេះមានព័ត៌មានស្អីហ្នឹងនៅក្នុង website របស់ Anthropic ហ្នឹងដែរយើងអាច install មានព័ត៌មាននេះហើយបើយើងចង់យើងមានជាទូទៅ code ខ្ញុំឥឡូវហ្នឹងប្រើ cursor ហ្នឹងគឺជា AI code editor យើងអាច download មក download និង install Windows ឬក៏ OS ខ្ញុំWindows ឬក៏ Mac OS របស់ខ្ញុំ Mac OS ហើយពេល install មកយើងអាច add extension Claude Code នៅនឹង cursor នឹងបានបើមិនចឹងទេយើងអាច download VS Code download here យើងអាច download មកហើយយើង install ធម្មតាទៅ program ធម្មតាយើង install ទៅណាហើយដល់ពេលយើង install ហើយឥឡូវហ្នឹងខ្ញុំ download រួចហើយខ្ញុំមាន2ដូចឧទាហរណ៍ cursor នេះខ្ញុំមាននេះរួចហើយពេលណាដែល download ហ្នឹងពេល download បានចឹងហើយយើងគ្រាន់តែចូលជា terminal ខ្ញុំមានបើកកម្មវិធីរបស់ខ្ញុំមួយហើយប៉ុន្តែខ្ញុំបើកយើងអាចចូល terminal មក new terminal ហ្នឹងពេលដែលបាន new terminal អញ្ចឹងទៅយើងគ្រាន់តែប្រើClaude ចេះទៅវានឹង install extension នឹងឲ្យហើយបើមិនចឹងទេបើមិនចឹងទេយើងអាចចូលមក copy អានេះរួចហើយ
យើង install ទៅនេះក៏បានដែរប៉ុន្តែខ្ញុំ install រួចហើយឬក៏យើងធ្វើទៅប៉ុណ្ណេះទៅគឺថាបានហើយ welcome ហើយខ្ញុំនេះខ្ញុំ set up រួចហើយអញ្ចឹងទៅវាអត់សួរអីទៀតទេដំបូងបើយើងបើកអញ្ចឹងហើយវានឹងសួរយើងថាតើយើង connect មិនព្រោះអីចង់ប្រើ cloud code នឹងបានលុះត្រាតែយើងនឹងនៅ pro plan ឬក៏យើងនឹង connect តាម API យើងប្រើ API call អញ្ចឹងទៅអស់ប្រហែលអញ្ចឹងទៅយើងអាច pay $5 $10 credit អញ្ចឹងទៅវាកាត់តាមហ្នឹងប៉ុន្តែអានេះខ្ញុំប្រើច្រើនអញ្ចឹងទៅខ្ញុំយក plan វាបងជាខែអញ្ចឹងទៅណាដល់ពេលរួចហើយដំបូងហ្នឹងយើងអាចចាប់ផ្ដើមផ្សេងទៀតបានណាប៉ុន្តែមុននឹងចាប់ផ្ដើមដល់អានោះខ្ញុំចង់បង្ហាញថាអា cloud code ហ្នឹងវាខ្លាំងព្រោះអីវាអាចនិយាយរួមទៅវាអាចអានដោយអាម៉ាយើងមានcode យើងមាន file អីបង្កើតពី tool ណាផ្សេងមកយើងមានគេហៅ code base របស់យើងហ្នឹង project របស់យើងហ្នឹងនៅខាងឆ្វេងដៃនេះហ្នឹងយើងអាចឲ្យ cloud code ហ្នឹងវាយល់វាអានអា file ហ្នឹងឬក៏វា edit file ហ្នឹងបានដោយពេលណាដែលយើងគ្រាន់តែនិយាយប្រាប់ថាធ្វើនេះធ្វើនោះអញ្ចឹងទៅគេអាចធ្វើអានហើយយល់អំពីនេះហ្នឹងហើយវាអាចធ្វើបានដោយសារអីដោយសារវាមាន tool ដូចឧទាហរណ៍វាមាន tool MCP server ហ្នឹងដើម្បី connect ទៅដូចនេះ playwright ឬក៏ GitHub tool អីផ្សេងអញ្ចឹងទៅវាអាចធ្វើអីបានច្រើនហើយបើមិនអញ្ចឹងទេវាមាន tool ផ្សេងទៀតដូច tool ឧទាហរណ៍ GitHub មាន GH GitHub CLI ហ្នឹងគឺគាត់អាច connect ទៅ GitHub ហើយអាច commit on our behalf បានហ្នឹងហើយដល់ពេលអញ្ចឹងទៅយើងវាស្រួលដែរគឺថាគាត់អាចធ្វើការងារច្រើនសម្រាប់យើងមិនបាច់ចាំដឹងច្រើនឬក៏ពេលខ្លះយើងភ្លេច syntax ឬក៏ command អីមួយអញ្ចឹងទៅយើងត្រូវចូល internet search មើល command នេះ command នោះអញ្ចឹងឬក៏ git អីអញ្ចឹង git command អីអញ្ចឹងវាពេលខ្លះវាចាយពេលវេលាច្រើនអញ្ចឹងទៅគាត់ដឹងយើងគាត់ឲ្យគាត់ធ្វើទៅគាត់access to bash command ឬក៏ git ស្អីគាត់ដឹងទាំងអស់អញ្ចឹងទៅវាលឿនងាយស្រួលសម្រាប់យើងវា make us more productive ហ្នឹងហើយគាត់អាចcommit on our behalf ចូលទៅក្នុង GitHub ហើយអាច implement ដូចថាសរសេរ code អំពី feature អីមួយអ្វីដែលយើងចង់បានហ្នឹងយើង requirement របស់យើងចង់បានអីយើងប្រាប់គាត់ទៅគាត់ធ្វើឲ្យហើយឬក៏មានបញ្ហាអីយើងអាចឲ្យគាត់នឹងfix អា bug នឹងឲ្យយើងបានដែរហ្នឹងហើយដូចខ្ញុំនិយាយចឹងពេលណាដែលគាត់មាន access to code របស់យើងណាគាត់ដឹងអំពី code របស់យើងហើយពេលណាដែលខ្ញុំធ្វើដូចថា init អញ្ចឹងទៅណា initialize a new clause នេះហ្នឹង file with code base documentation គឺគាត់ document គាត់យល់អំពី code base របស់យើងថា code project របស់យើងហ្នឹងធ្វើស្អីហើយមាន file ស្អីខ្លះ front end back end អីខ្លះហ្នឹងហើយគាត់ទៅ say នេះ clause នេះឲ្យនេះដូចរបស់ខ្ញុំអញ្ចឹងទៅគាត់មានថាគាត់ទៅ say មកគាត់ទៅ say ថាអូខេ quick project overview ជាអីជា comprehensive Khmer language learning platform ហើយឥឡូវហ្នឹងបានប្រហែលដែរឥឡូវហ្នឹង 98% production ready mobile ចិត្តហើយtech stack ប្រហែលមានស្អីខ្លះ React ប្រើ React TypeScript ឬក៏អីហ្នឹង Tailwind អីហ្នឹងគឺថាបាក់មកទាំងអស់ back end super base អីហ្នឹងហើយ architecture មានស្អីខ្លះcore flow ឥឡូវហ្នឹង critical issue មានស្អីខ្លះគាត់និយាយរួមទៅគាត់ architecture ឬក៏structure code structure back end integration state management អីនោះហ្នឹងគឺគាត់សរសេរដាក់នៅក្នុងហ្នឹងឲ្យដឹងឲ្យទាំងអស់ហ្មងហើយcloud code ហ្នឹងវា very transparent too ពេលណាដែលយើងដាក់ឲ្យគាត់ធ្វើចឹងទៅគាត់នឹងធ្វើហើយគាត់នឹងបង្ហាញប្រាប់ថាគាត់នឹងធ្វើអី plan to do មានស្អីខ្លះគាត់ធ្វើហើយគាត់ពេលណាហើយគាត់ cross ពេលណាហើយគាត់ cross ពេលណាដែលគាត់ត្រូវ access to tool ណាមួយគាត់នឹងសួរយើងថាយើងចង់ឲ្យគាត់ធ្វើអត់
ហើយឲ្យគាត់ធ្វើមិនបាច់ចាំសួរទៀតឬក៏ឲ្យគាត់ធ្វើផ្សេងទៀតអញ្ចឹងទៅវាច្បាស់លាស់ឲ្យយើងច្បាស់ឲ្យយើងនៅក្នុងនឹងជាមួយធ្វើការជាមួយគាត់ដែរមិនមែនទៅថាដាក់ឲ្យគាត់ទៅអញ្ចឹងទៅបិទជិតរហូតដល់5នាទី10នាទីបានមកវិញអីចឹងយើងអត់ដឹងថាគាត់ធ្វើអីចឹងទៅអាហ្នឹងវា transparency ហើយ security in term of security គឺថា very secure ព្រោះអីអាពេលណាដែលយើងដែលវាយ prompt ដែលយើងវាយចូលទៅហ្នឹងគឺវាទៅចូលទៅផ្ទាល់នឹងAnthropic model របស់គាត់ API ហ្មង call API ផ្ទាល់ហ្មងអញ្ចឹងទៅវាអត់មានអីមាន server អី in between host នៅណាទេអញ្ចឹងទៅ it's very secure by Anthropic ហ្នឹងហើយបើនិយាយអំពី use case តើគេប្រើគាត់នៅពេលណានិយាយរួមទៅគឺគេប្រើគាត់គ្រប់ Cloud Code ហ្នឹងគឺគ្រប់និយាយរួមទៅគឺ software development life cycle របស់គាត់ហ្នឹងគឺថា the whole workflow ហ្នឹងបានន័យថាម៉េចបានន័យថាទី1 discover ហ្នឹងគឺថា brainstorming ដូចខ្ញុំនិយាយចឹងយើងអាចមែនទែនទៅនៅនេះ brainstorm នៅក្នុង command line នេះក៏បានដែរគឺថា command line ហ្នឹងក៏បានដែរគឺយើងនិយាយរួមទៅយើង explore ឲ្យគាត់យល់អំពី code base របស់យើងឬ history ឬក៏យើង search file អីមួយ description អីមួយហើយយើងឲ្យគាត់ brainstorm អំពីអ្វីមួយដែលគាត់ដឹងគាត់យល់គាត់អីចឹងទៅគាត់អាចយកពីអ៊ីនធឺណិតមកគេធ្លាប់ប្រើដូចរបស់ខ្ញុំនេះ learning platform ហ្នឹងគេត្រូវធ្វើមិនហ្នឹងគាត់ឲ្យយោបល់យើងហើយរួចហើយទៅគាត់នឹងឲ្យយោបល់យើងshare ជាមួយយើងហើយធ្វើការជាមួយយើងដើម្បី come up with a plan អាហ្នឹងគ្រាន់តែយើង discover ហើយយើងចាប់ផ្ដើម plan យើងចាប់ផ្ដើម plan គឺយើងចាប់ផ្ដើម design ហ្នឹងមិន project ហ្នឹង plan project ហ្នឹងមិនត្រូវធ្វើមិនដូចអានេះចឹងមិនដែរខ្ញុំនេះ Claude ហ្នឹង MD ហ្នឹងហើយនឹង readme ហ្នឹងគឺខ្ញុំឲ្យគាត់ធ្វើឲ្យបង្កើតឲ្យហ្នឹងគឺគាត់ describe អំពី platform ហ្នឹងហ្មង feature មានស្អីខ្លះហើយរួចហើយត្រូវមាន experience អី core functionality មានស្អីខ្លះមាន authentication subscription profile management អីហ្នឹង content management អីហ្នឹងហើយរួចហើយទៅត្រូវមានស្អីខ្លះ installation អីហ្នឹងគឺថាគាត់រៀបចំគាត់ develop tech stack ឲ្យយើងហ្មងត្រូវមានស្អីខ្លះត្រូវប្រើស្អីខ្លះពី front end នេះ tech stack front end architecture ហ្នឹងគឺ React ឬក៏ប្រើស្អី Tailwind អីអស់ហ្នឹងហើយរួចហើយ back end super base ហើយ edge function row level security អីអស់ហ្នឹងគឺគាត់ប្រាប់ឲ្យយើងដឹងចឹងហ្មងហើយរួចហើយទៅក្នុងអា planning ហ្នឹងទី2ទៅមុខទី1 discover ទី2 plan យើង design យើង plan the project យើង come up with the tech stack រួចហើយយើង define architecture ទាំងអស់ហ្នឹងគឺថាយើងអាចឲ្យគាត់ប្រើគាត់ឲ្យគាត់ធ្វើឲ្យយើងបានហើយទី3គឺពេលណាដែលយើងមាន plan ហើយយើងត្រូវ build មិនចឹង develop យើងឲ្យគាត់ develop ឲ្យគាត់ implement the code គាត់សរសេរ code ឲ្យសំខាន់គាត់ប្រាប់យើងច្បាស់លាស់អញ្ចឹងយើងឲ្យគាត់ implement អាហ្នឹងហើយរួចហើយទៅ write code ហើយគាត់ execute test យើងឲ្យគាត់ come up with test យើង test ព្រោះយើងពេលខ្លះគាត់ write code ហើយប៉ុន្តែយើងត្រូវ test ទៀតដើម្បី make sure កុំឲ្យមានបញ្ហាយើង verify that the code is working ហ្នឹងហើយអាចដើរបានហើយរួចហើយទៅពេលណាដែលសរសេរហើយ test ទៅ pass everything is okay យើងអាចឲ្យគាត់នឹង commit ពេលដែលថា commit ហ្នឹង commit ហើយនឹង push ហ្នឹងdeveloper នៅណាភាគច្រើនមាន repo remote repo ណាមួយអញ្ចឹងដូចនៅណាឧទាហរណ៍ GitHub អញ្ចឹងទៅយើងអាច commit and push ទៅ GitHub project GitHub យើង store នៅក្នុងហ្នឹងទៅយើងអាចឲ្យគាត់នេះធ្វើអាហ្នឹងបាន automatically ដោយខ្លួនគាត់យើងបាច់ចាំធ្វើអីញ៉ៃច្រើនហ្នឹងហើយដល់ពេលអាហ្នឹងទី3ពេល build ដល់ពេលទី4គឺពេលដែល deploy ពេលណាដែល deploy យើងអាចឲ្យគាត់ពឹងគាត់ឲ្យគាត់ធ្វើ automate CI/CD continuous integration ហើយនឹង continuous deployment ហ្នឹងពេលណាដែលយើង implement new feature អីចឹងយើងអាចឲ្យគាត់ហ្នឹងrun test ហ្នឹង run build continuously ហើយឲ្យគាត់នឹង configure environment ឬក៏ manage deployment នឹងបានឲ្យយើង
ហ្នឹងហើយដល់ពេលចុងក្រោយគឺគ្រាន់តែយើង support ហើយ scale ពេលណាដែលយើង deploy ហើយអញ្ចឹងទៅនៅពេលណាដែលយើងពង្រីកខ្លួនកាន់តែធំទៅហើយអញ្ចឹងមានបញ្ហាអី error ស្អីហ្នឹង debug យើងអាច give a screenshot អីចឹង error នៅតាណាប្រាប់គាត់ទៅគាត់អាច fix ហើយរួចហើយពេលណាដែលមានបញ្ហាស្អីដែលយើងត្រូវកែធំដុំអីហ្នឹងគាត់យល់អំពី project របស់យើងគាត់អាចកែឲ្យយើងបានទៀតយើងគ្រាន់តែ clearly ប្រាប់គាត់ឲ្យច្បាស់អំពីអ្វីដែលយើងចង់បានហើយហើយគាត់អាច monitor អំពីការប្រើប្រាស់ហ្នឹងហើយនឹងមានបញ្ហាអីដែលរៀងយឺតរៀងអីដែលធ្វើឲ្យលឿនអីហ្នឹងយើងគាត់អាច optimize ចុងក្រោយនឹងទៀតបានអញ្ចឹងទៅគាត់អាចជួយយើងបានមកគ្រប់ហ្មងបាទហ្នឹងហើយ